នៅក្នុងខែ5ដើមឆ្នាំគឺជារដូវផ្សិតប៉ក់ដុះហើយមានតម្លៃខ្ពស់លើទីផ្សារទៀតខណៈឈ្មួញចុះទិញដល់មុខផ្ទះប្រជាពលរដ្ឋរស់នៅតាមតំបន់ដែនជំរកការពារសត្វព្រៃនានាក្នុងខេត្តមណ្ឌលគិរីកំពុងសប្បាយរីករាយក្នុងការប្រមូលផលផ្សិតប៉ក់ដែលមានតម្លៃខ្ពស់លើទីផ្សារខណៈឈ្មួញចុះទិញដល់មុខផ្ទះមិនខ្វល់លំបាកដឹកជញ្ជូនទៅលក់ឆ្ងាយដែលនេះគឺអាចបង្កើនចំណូលប្រចាំថ្ងៃដល់ពួកគាត់ផ្សិតទាំងនេះត្រូវបានឈ្មួញនាំយកទៅលក់នៅប្រទេសថៃតាមច្រកស្មាច់មានតម្លៃពី45,000រៀលទៅជិត60,000រៀលក្នុង1គីឡូក្រាមបងប្អូនជនជាតិដើមភាគតិចភ្នងរស់នៅភូមិស្រែអ៊ីសង្កាត់រមនីក្រុងសែនមនោរម្យបាននិយាយថាអ្នកភូមិគាត់ទាំងក្មេងទាំងចាស់ប្រុសស្រីគឺបាននាំគ្នាចូលទៅព្រៃដើម្បីដើររកផ្សិតប៉ក់ដែលដុះតាមព្រៃនានានៅមិនឆ្ងាយប៉ុន្មានពីភូមិឋានរបស់គាត់ឡើយអ្នកភូមិបានបន្តថាបើថ្ងៃណាពួកគាត់ដើរប៉ះចំកន្លែងផ្សិតដុះច្រើនហើយមិនទាន់មានអ្នករកមុនគាត់អាចរកផ្សិតបានម្នាក់ពី5ទៅ10គីឡូក្រាមតែថ្ងៃខ្លះម្នាក់រកមិនបានសំបី1គីឡូក៏មានដែរព្រោះផ្សិតនេះវាដុះរើសដីណាស់ដីដែលមានលក្ខណៈសើមតិចតិចដីលបាយខ្សាច់និងសម្បូរអ្នកដើររកណាស់ដូច្នេះបើទៅមិនទាន់គេទេប្រកាសជាអត់ជាក់ជាមិនខានលោកគីណាអ្នកប្រមូលទិញផ្សិតប៉ក់ពីអ្នកភូមិបានឲ្យដឹងថាគាត់អាចប្រមូលទិញផ្សិតប៉ក់ពីបងប្អូនដែលរកចេញពីព្រៃក្នុងមួយថ្ងៃចន្លោះពី50ទៅ100គីឡូក្រាមហើយតម្លៃគាត់ទទួលទិញមាន35,000រៀលទៅ40,000រៀលគុណភាពផ្សិតលោកគីណាបានបន្តថាឥឡូវនេះអ្នកដើររកផ្សិតមានច្រើនចំណែកអ្នកទទួលទិញក៏មានច្រើនដូចគ្នាអញ្ចឹងហើយពេលខ្លះគាត់ប្រមូលទិញក៏មិនបានច្រើនទេចំណែកថៅកែខ្លះគាត់មានបណ្ដាញច្រើនអាចទិញបានខ្ទង់តោនក៏មានតែនេះគឺជារបរបន្ទាប់បន្សំក្រៅពីអាជីពជាមន្ត្រីរាជការដោយគាត់អាចរកចំណូលចំណេញបានសម្រាប់ផ្គត់ផ្គង់គ្រួសារអ្នកភូមិបានបញ្ជាក់ថាផ្សិតប៉ក់ចាប់ផ្ដើមដុះនិងអាចប្រមូលផលបានក្រោយមានភ្លៀងធ្លាក់2-3មេដើមរដូវដើមខែឧសភាគឺវាចាប់ផ្ដើមធំនិងអាចប្រមូលផលបានហើយអាចប្រមូលផលក៏មិនមានរយៈពេលយូរដែរពលគឺមានពេលតែ2ទៅ3អាទិត្យប៉ុណ្ណោះផ្សិតចាប់ផ្ដើមចាស់គេលែងទទួលទិញទោះជាទិញក៏តម្លៃបានថោកខ្លាំងប្រមាណ4,000ទៅ5,000រៀលក្នុង1គីឡូក្រាមដែលតម្លៃទាបពេកមិនអាចទូទាត់ជាមួយការចំណាយកម្លាំងនិងពេលវេលាលោកហវិបុលប្រធានមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថាការចូលទៅរកឬប្រមូលផលអនុផលព្រៃឈើផ្សិតប៉ក់មិនត្រូវបានហាមឃាត់នោះទេហើយចំពោះរដូវភ្លៀងនេះឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅប្រមូលផលផ្សិតប៉ក់ជាដើមលោកប្រធានមន្ត្រីបន្ថែមថាការចូលទៅប្រមូលផលផ្សិតប៉ក់នេះមន្ត្រីបរិស្ថានបានបើកទូលាយអាចឲ្យបងប្អូនចូលទៅរកបានប៉ុន្តែសម្រាប់នៅតំបន់ស្នូលឬតំបន់អភិរក្សសូមឲ្យបងប្អូនប្រជាពលរដ្ឋជូនដំណឹងជាមុនដល់ស្នាក់ការឬមន្ត្រីជំនាញដែលនៅជិតនោះចំពោះតំបន់2ទៀតមានតំបន់សហគមន៍និងតំបន់ប្រកបដោយចីរភាពបងប្អូនប្រជាពលរដ្ឋអាចចូលទៅរកឬប្រមូលផលអនុផលព្រៃឈើបានដោយពុំចាំបាច់សុំការអនុញ្ញាតពីមន្ត្រីជំនាញឡើយជាមួយគ្នានេះលោកប្រធានមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលទៅរកផលអនុផលព្រៃឈើសូមធ្វើការសហការផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញប្រសិនបើឃើញជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិដូចជាកាប់ព្រៃឈើកាប់រុករានទន្ទ្រានព្រៃយកដីឬការធ្វើអាជីវកម្មឈើខុសច្បាប់សូមផ្ដល់ព័ត៌មានមកមន្ត្រីបរិស្ថានឬមន្ត្រីជំនាញដែលនៅជិតនោះដើម្បីចាត់វិធានការទាន់ពេលវេលា